យើងថតរូបមិនមែនដើម្បីតែល្បែងទេតែយើងថតរូបដើម្បីទុកជាអនុស្សាវរីយ៍មួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំអាយុយើងកាន់តែចាស់ទៅកូនយើងកាន់តែធំទៅមាត់ក៏កាន់តែប្រែប្រួលយ៉ាងហោចណាស់ថ្ងៃក្រោយទៅយើងមានរូបសម្រាប់យើងទុកមើលមានវីដេអូយើងសម្រាប់មើលថ្ងៃក្រោយជាអនុស្សាវរីយ៍មួយការចងចាំមួយដ៏ល្អដែលយើងបាននៅជុំគ្នារូបភាពតែផលដែលយើងកាត់តដែលយើងចងក្រងទុកវាជាអនុស្សាវរីយ៍សម្រាប់យើងគាត់មើលពេលគាត់ធំឡើងវីដេអូរបស់គាត់រូបភាពរបស់គាត់កាលគាត់នៅក្មេងមិនទេចឹងណាជាការចងចាំមួយដ៏ល្អដែលយើងបាននៅក្បែរគាត់យើងធ្វើអអីគេខ្លះមិនមែនជាការចងក្រងវីដេអូធ្វើវីដេអូដើម្បីបានផលបាន like បាន share បានបេះដូងអីទេតែវាជាអីដែលយើងចង់បានអីដែលយើងចង់ឃើញពីឆ្នាំក្រោយទៀតមួយឆ្នាំទៅមួយឆ្នាំពីមួយថ្ងៃទៅមួយថ្ងៃទៅការប្រែប្រួលរបស់មនុស្សចេះតែប្រែប្រួលទៅវ័យយើងកាន់តែជ្រេកាន់តែចាស់មុខយើងកាន់តែជ្រួយកូនយើងកាន់តែធំមាត់របស់យើងពីមួយឆ្នាំទៅមួយឆ្នាំកាន់តែក៏ប្លែកធ្វើវីដេអូវាជាអនុស្សាវរីយ៍មួយដ៏ល្អសម្រាប់ចងក្រងជាកម្រងចងក្រងការចងចាំដ៏ល្អអ្វីដែលយើងបានជុំគ្នាអ្វីដែលយើងបានធ្វើអ្វីដែលយើងបានបន្សល់ទុកក្នុង TikTok ក្នុង Facebook ទុកផ្ញើទុកជាអនុស្សាវរីយ៍មួយកម្រងក្នុងនឹងចឹងទៅទូរស័ព្ទរបស់យើងវាអាចខូចវាអាចកែយើងអាចដូរតែបើយើងផុសក្នុង TikTok ក្នុង Facebook មួយឆ្នាំដឹងតែវាលោតមកឲ្យយើងម្ដងថតទុកទៅអនុស្សាវរីយ៍ល្អៗមិនងាយមានទេ